គង់តែនៅពេលដែលអភិបាលខេត្តតាកែវច្បាប់អន្តរជាតិជាអត្ថប្រយោជន៍ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជាថៃឲ្យប្រសើរឡើងវិញឯកឧត្តមវ័យសំណាងអភិបាលខេត្តតាកែវបានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាបានជ្រើសរើសយកយន្តការច្បាប់អន្តរជាតិជាយុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃតាមរយៈកិច្ចប្រជុំគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន JBC ប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ និងយន្តការច្បាប់ផ្សេងៗទៀតក្នុងន័យធ្វើយ៉ាងណារកយុត្តិធម៌ជូនកម្ពុជានិងធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់តាមបន្ទាត់ព្រំដែនកម្ពុជាថៃឲ្យមានភាពល្អប្រសើរឡើងវិញថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តតាកែវនៅព្រឹកថ្ងៃទី8 ខែមករាឆ្នាំ 2026 ឯកឧត្តមវ័យសំណាងបានថ្លែងបន្តថានៅក្នុងសង្គ្រាមឈ្លានពានជាង20ថ្ងៃយោធាថៃបានពង្រីកវិសាលភាពនៃការឈ្លានពានជាង800គីឡូម៉ែត្រមកលើទឹកដីកម្ពុជាព្រមទាំងបានបាញ់ប្រហារយ៉ាងកម្រោលមកលើមូលដ្ឋានទ័ពនិងជនស៊ីវិលដោយមិនរើសមុខហើយបន្ទាប់ពីអនុវត្តបទឈប់បាញ់យោធាថៃបានរាយបន្លាលួសនិងយកគ្រឿងចក្រមកឈូសឆាយចូលដែនអធិបតេយ្យកម្ពុជាដោយខុសច្បាប់នៅទីតាំងមួយចំនួនព្រមទាំងបានលួចទ្រព្យសម្បត្តិនិងបំផ្លាញផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរខ្ទេចខ្ទីគ្មានសល់ឯកឧត្តមបន្ថែមថាទង្វើដ៏សាហាវព្រៃផ្សៃនេះវាជាភស្តុតាងយ៉ាងច្បាស់លាស់មិនអាចប្រកែកបានពីទង្វើឈ្លានពានរបស់យោធាថៃដែលនាំឲ្យកម្ពុជាឈ្នះក្តីលើច្បាប់អន្តរជាតិរកយុត្តិធម៌ជូនប្រទេសជាតិនិងប្រជាជនខ្មែរហើយរាល់ទីតាំងដែលយោធាថៃបានកាន់កាប់នឹងត្រូវយកមកវិញស្របតាមច្បាប់អន្តរជាតិបានដោះស្រាយឆ្លៀតក្នុងឱកាសនោះឯកឧត្តមវ័យសំណាងអភិបាលខេត្តតាកែវក៏បានសម្ដែងមោទនភាពជាមួយប្រជាពលរដ្ឋខេត្តតាកែវដែលបានចូលរួមយ៉ាងស្រស្រាក់ស្រស្រាំបរិច្ចាគស្បៀងអាហារនិងថវិកាដល់ជនភៀសសឹកនិងវីរៈកងទ័ពជួរមុខសកម្មភាពនេះបានបង្ហាញពីស្មារតីសាមគ្គីឯកភាពជាតិជាធ្លុងមួយក្នុងនាមជាសមរភូមិក្រោយទន្ទឹមនឹងនេះសូមបងប្អូនប្រជាពលរដ្ឋបន្តស្មារតីស្នេហាជាតិរួបរวมសាមគ្គីគ្នាក្រោមបាវចនាជាតិសាសនាព្រះមហាក្សត្រនិងត្រូវមានជំនឿជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាលើការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃប្រកបដោយជំនឿមុតមាំចំពោះបព្វហេតុដ៏យុត្តិធម៌របស់កម្ពុជា